ពុស្ដានឹងតទៅទៀតប៉ុន្តែនៅក្នុងសេចក្តីនេះគឺចង់បញ្ជាក់ឲ្យឃើញថាបើកាលណាអ្នកបប្រតិបត្តិបាននៅបឋមឈានហើយគឺចាំបាច់ត្រូវធ្វើនៅវស៊ីនឹងតទៅទៀតដើម្បីឲ្យបឋមឈាននឹងបានគង់វង្សល្អហើយវស៊ីនឹងគឺឈ្មោះថាការធ្វើនៅភាពស្ទាត់ជំនាញណាវស៊ីនឹងគឺភាពស្ទាត់ជំនាញហើយភាពស្ទាត់ជំនាញរបស់វស៊ីនឹងគឺមាន5យ៉ាងមាន5យ៉ាងនឹងស្អីខ្លះហើយមាន5យ៉ាងហ្នឹងគឺមានទី1គេហៅថាអវចនវស៊ីអវចនវស៊ីហ្នឹងគឺភាពស្ទាត់ជំនាញនៅក្នុងការនឹកគឺនៅក្នុងការនឹកនៅពន្លឺបតិភិកនិមិត្តហ្នឹងឲ្យបានលឿនជាទីបំផុតគឺបានន័យថាគ្រាន់តែបិទភ្នែកប៉ាប់ពេលហ្នឹងគឺនឹកវឹបនិមិត្តហ្នឹងដែលជាពន្លឺបតិភិកនិមិត្តហ្នឹងមកដល់មុខយើងតែម្ដងអាហ្នឹងគឺហៅថាអវចនវស៊ីហ្នឹងគឺជំនាញទី1ហើយនឹងជំនាញទី2គឺសមាបច្ចនវស៊ីសមាបច្ចនវស៊ីហ្នឹងគឺភាពស្ទាត់ជំនាញនៅក្នុងការចូលឈានភាពស្ទាត់ជំនាញនៅក្នុងការចូលឈានគឺចូលបានរហ័សចូលបានលឿនហ្នឹងគឺទី2ហ្នឹងគឺហៅថាសមាបច្ចនវស៊ីហើយទី3គឺអធិដ្ឋានវស៊ីអធិដ្ឋានវស៊ីហ្នឹងគឺភាពស្ទាត់ជំនាញនៅក្នុងការអធិដ្ឋានឲ្យឈាននឹងឯងនៅបានយូរតាមការពេលវេលាដែលខ្លួនឯងត្រូវការឧទាហរណ៍ថានៅពេលចូលឈានបានពើផហើយក៏អធិដ្ឋានថាសូមឲ្យខ្ញុំកណានៅជាមួយនឹងបឋមឈាននេះរយៈពេល2ម៉ោងអញ្ចឹងតែគឺអធិដ្ឋានអញ្ចឹងហើយគឺអត់ចេញពីឈានទេគឺនៅក្នុងឈាននឹងរហូតទៅគឺបានន័យថាចិត្តនៅក្នុងឈានរហូតដោយមិនឲ្យធ្លាក់ចុះប្រវាំងទេណាអាហ្នឹងគឺអធិដ្ឋានហៅថាអធិដ្ឋានវស៊ីគឺភាពជាអ្នកស្ទាត់ជំនាញនៅក្នុងការអធិដ្ឋានទៅតាមការពេលវេលាដែលខ្លួនឯងត្រូវការហើយទី4គឺវុដ្ឋានវស៊ីវុដ្ឋានវស៊ីហ្នឹងគឺភាពស្ទាត់ជំនាញនៅក្នុងការចេញចាកអំពីឈានភាពស្ទាត់ជំនាញនៅក្នុងការចេញចាកអំពីឈានហ្នឹងឧទាហរណ៍ថាយើងអធិដ្ឋានឲ្យនៅក្នុងបឋមឈានហ្នឹងរយៈពេល2ម៉ោងអញ្ចឹងដល់ពេល2ម៉ោងនឹងឯង2ម៉ោងត្រឹមតែម្ដងគឺនឹងចេញអំពីឈានតែម្ដងឬក៏អធិដ្ឋានទៅតាមហេតុការណ៍បើមិនបានកំណត់តាមពេលវេលាទេទៅតាមហេតុការណ៍ឧទាហរណ៍ថាកាលណាជាម្ចាស់កំពុងតែឈរចាំពិចារណាចង្ហាន់ដួសតាមវរៈអញ្ចឹងទៅហើយក៏ដូចថានៅសល់ប្រហែល 4-5 អង្គទៀតមកដល់យើងទៅគឺយើងក៏ឈរទៅចូលឈានភ្លុកអធិដ្ឋានថានៅពេលណាដែលដល់វរៈខ្ញុំកណាទៅដួសចង្ហាន់សូមឲ្យខ្ញុំកណាចេញអំពីបឋមឈាននេះហើយក៏បិទភ្នែកទៅចូលឈានហ្នឹងទៅនៅក្នុងគណៈពេលហ្នឹងដល់ពេលយើងត្រូវដួសចង្ហាន់ដល់វរៈរបស់យើងហ្នឹងគឺក្នុងគណៈពេលហ្នឹងអ្នកបប្រតិបត្តិហ្នឹងគឺនឹងចេញអំពីឈានទៅខ្លួនឯងមកតែម្ដងចេញមកគឺដល់ពេលដែលខ្លួនឯងត្រូវដួសចង្ហាន់អាហ្នឹងគឺការដែលយើងអធិដ្ឋានទៅតាមហេតុការណ៍ដោយអត់បានកំណត់ពេលវេលាម៉ោងអីទេតែតាមហេតុការណ៍ឬក៏ជួនកាលពេលខ្លះអធិដ្ឋានថានៅពេលដែលខ្ញុំកណានៅអង្គុយចូលឈានហ្នឹងនៅក្នុងបឋមឈានហ្នឹងបើសិនតែមានអ្នកណាមករកខ្ញុំកណាគឺសូមឲ្យខ្ញុំកណានឹងឯងបានចេញអំពីឈាននឹងឯងមុនពេលគេមកដល់5នាទីអញ្ចឹងហើយយើងមិនដឹងថាពេលណាមករកយើងទេប៉ុន្តែនៅក្នុងគណៈពេលដែលយើងអធិដ្ឋានអញ្ចឹងដល់ពេលមានគេដើរទៅរកគឺមុននឹងអ្នកនឹងមកដល់យើង5នាទីគឺអ្នកបប្រតិបត្តិត្រូវចេញមកតែម្ដងអាហ្នឹងហៅថាជំនាញនៅក្នុងហៅថាវុដ្ឋានវស៊ីជំនាញនៅក្នុងការចេញចាកអំពីឈានហើយទី5គឺបច្ចវេខណៈវស៊ីហ្នឹងគឺភាពស្ទាត់ជំនាញនៅក្នុងការពិចារណាអង្គឈានភាពស្ទាត់ជំនាញនៅក្នុងការពិចារណាអង្គឈានហ្នឹងគឺមិនអីជាការលំបាកទេត្រង់នេះគឺបានដល់ការពិចារណាអង្គឈានទាំង5ព្រមគ្នានោះឯងនៅពេលដែលបន្លឺបតិភិកនិមិត្តកាត់ឡើងវឹបក្នុងទីចំពោះមុខអញ្ចឹងហើយក្នុងគណៈពេលហ្នឹងអ្នកបប្រតិបត្តិគ្រាន់តែធ្វើទុកក្នុងចិត្តហើយព្រមទទួលស្គាល់ថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយគ្រាន់តែប៉ុណ្ណឹងគឺឈ្មោះថាជាអ្នកបានពិចារណានៅអង្គឈានទាំង5ព្រមគ្នាហើយពីព្រោះអង្គឈានមួយយើងក៏ស្គាល់ហើយពីលក្ខណៈសភាវៈយ៉ាងម៉េចយើងពិចារណាមួយដឹងហើយប៉ុន្តែគ្រាន់តែយើងទទួលស្គាល់ពិចារណាអង្គឈានទាំង5ព្រមគ្នាតែប៉ុណ្ណឹងឈ្មោះថាបច្ចវេខណៈវស៊ីគឺភាពជាអ្នកស្ទាត់ជំនាញនៅក្នុងការពិចារណាអង្គឈាននឹងឯងបងអានេះគឺចំពោះពាក្យមួយដែលជាភាសាបាលីណាប៉ុន្តែសម្រាប់ដោយបប្រតិបត្តិពិតនៅក្នុងគណៈពេលហ្នឹងយើងមិនបានគិតដល់ពាក្យភាសាបាលីអីទេនៅក្នុងគណៈពេលដែលយើងអនុវត្តហ្នឹងធ្វើខ្លីៗ
ធ្វើបែបខ្លីៗដើម្បីងាយចាំណាឥឡូវមិញហ្នឹងជាភាសាបាលីហ្នឹងឲ្យយើងដឹងពីព្រោះពេលខ្លះបាននិយាយតែសម្រាយទាំងអស់ពេកអត់មានភាសាបាលីយើងអត់មានអីជាទីអាងវស៊ីទាំង5រំលឹកសារជាថ្មីឡើងវិញណាតាមបែបងាយៗហើយជាសម្រាយគឺ1ជំនាញនៅក្នុងការនឹក2ជំនាញនៅក្នុងការពិចារណា3ជំនាញក្នុងការចូលឈាន4ជំនាញក្នុងការទៅឋាន5ជំនាញនៅក្នុងការចេញអំពីឈានអញ្ចឹងដើម្បីចាំពាក្យខ្លីៗឲ្យងាយចាំគឺនឹកពិចារណាចូលអធិដ្ឋានចេញនឹកពិចារណាចូលអធិដ្ឋានចេញចាំបានណាម្ដងទៀតណានឹកពិចារណាចូលអធិដ្ឋានចេញនឹកក្នុងទីនេះគឺបានដល់នឹកនៅពន្លឺបតិភិកនិមិត្តគ្រាន់តែបិទភ្នែកពឹបនឹកពឹបពន្លឺបតិភិកនិមិត្តមកដល់តែម្ដងហើយពិចារណាគឺបានដល់ការពិចារណាអង្គឈានទាំង5ព្រមគ្នានឹងឯងពេលដែលពន្លឺកាត់ឡើងក្នុងទីចំពោះមុខវឹបក្នុងគណៈពេលហ្នឹងហើយនៅជាមួយនឹងពន្លឺនឹងភ្លឺច្បាស់ខ្លាំងល្អហើយប្រហែលជា4-5នាទីអញ្ចឹងទៅក្នុងគណៈពេលហ្នឹងពិចារណាអង្គឈានទាំង5ព្រមគ្នាតែម្ដងទៅគឺគាត់ឲ្យយើងពិចារណាថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយអញ្ចឹងអាហ្នឹងគឺជំនាញក្នុងការពិចារណាដល់ពេលជំនាញក្នុងការចូលហ្នឹងគឺក្រោយតែពេលយើងបានពិចារណាថាអង្គឈានទាំង5ហ្នឹងគ្រប់បរិបូរណ៍ហើយគាត់តែប៉ុណ្ណឹងឈ្មោះថាយើងចូលហើយណាគឺឈ្មោះថាចូលនៅក្នុងបឋមឈានហ្នឹងហើយអញ្ចឹងពេលដែលយើងចូលក្នុងបឋមឈានហើយចូលនៅក្នុងបឋមឈានហើយនៅក្នុងគណៈពេលហ្នឹងគឺយើងអធិដ្ឋានយ៉ាងម៉េចនៅក្នុងគណៈពេលដែលពលឺភ្លឺខ្លាំងច្បាស់ល្អក្នុងគណៈពេលហ្នឹងឲ្យយើងអធិដ្ឋានថាសូមឲ្យខ្ញុំកណានៅជាមួយនឹងបឋមឈាននេះរយៈពេល1ម៉ោងឬក៏1ម៉ោង30នាទីឬក៏2ម៉ោងឬក៏រយៈពេល3ម៉ោងអធិដ្ឋានអញ្ចឹងហើយក៏នៅជាមួយនឹងពន្លឺនឹងរហូតទៅតាមការពេលវេលាដែលបានកំណត់ហ្នឹងទៅអាហ្នឹងគឺទី4គឺអធិដ្ឋានវស៊ីហើយនៅពេលដែលយើងអធិដ្ឋានយ៉ាងហើយគឺនៅតែជាមួយឈាននឹងឯងគឺអត់មានធ្លាក់ចេញពីឈានទេណាគឺនៅតែជាមួយនៅក្នុងពលឺបតិភិកនិមិត្តនឹងឯងហើយដល់ពេលទី5គឺចេញជំនាញក្នុងការចេញអំពីឈានគឺបានន័យថានៅក្រៅពេលដែលយើងអធិដ្ឋានហើយហ្នឹងបើអត់តន់ដល់ការពេលកំណត់គឺអត់តន់ចេញទេបើយើងអធិដ្ឋានថារយៈពេល1ម៉ោងដល់ពេល1ម៉ោងត្រង់បាច់តែម្ដងនឹងចេញហើយជួនកាលពេលខ្លះអាចថានឹងមិនត្រង់បាច់តែម្ដងទេគឺខ្វះ5នាទីចេញមកឬក៏ត្រង់បាច់តែម្ដងក៏ជាការល្អឬក៏លើស5នាទីក៏យកជាការបានអាហ្នឹងគឺចាត់ទុកថាយកជាការបានហើយអាហ្នឹងបើកាលណាយើងអធិដ្ឋានរយៈពេល1ម៉ោង1ម៉ោងកន្លះ2ម៉ោងឬក៏3ម៉ោងព្រោះយើងបប្រតិបត្តិថ្មីគឺមិនទាន់ត្រង់ល្អទេតែបើកាលណាឲ្យស្ទាត់ច្បាស់ត្រង់ល្អតែម្ដងគឺ2ម៉ោងគឺ2ម៉ោងប៉ែកតែម្ដង2ម៉ោងប៉ែកតែម្ដងអាហ្នឹងគឺជាការល្អអាហ្នឹងក្នុងការជំនាញនៅក្នុងការចេញអំពីឈានអញ្ចឹងជំនាញទាំង5ជំនាញនៅក្នុងការចេញអំពីឈានអញ្ចឹងជំនាញទាំង5ហ្នឹងទៅចាំទុកណាវស៊ីការធ្វើវស៊ីទាំង5ហ្នឹងគឺធ្វើគ្រប់ឈានទាំងអស់ហ្នឹងឯងតាំងតែពីបឋមឈានដល់ចតុតឈានហើយវិធីក្នុងការធ្វើហ្នឹងគឺដូចគ្នានឹងឯងណាដូចគ្នានឹងឯងក្នុងការធ្វើវស៊ីហ្នឹងអញ្ចឹងគឺនៅក្នុងនេះគឺអាត្មាអធិប្បាយនឹងឲ្យរៀងវែងបន្តិចនៅក្នុងការធ្វើវស៊ីហ្នឹងពីព្រោះតទៅហ្នឹងគឺវិធីធ្វើដូចគ្នាទេណាគ្រាន់តែបឋមឈានទុតិយឈានតតិយឈានហើយនឹងចតុតឈានតែប៉ុណ្្នឹងទេទោះបីតែយើងទៅធ្វើកសិនអីក៏នៅក្នុងការធ្វើវស៊ីដូចតែគ្នានឹងទេគ្រប់ទាំងអស់ណានៅក្នុងសមថៈហ្នឹងឯងគឺដោយការប្រើក្នុងការធ្វើវស៊ីទាំង5យ៉ាងហ្នឹងអញ្ចឹងគឺម្ដងទៀតណាអញ្ចឹងសរុបទៅគឺនៅក្នុងការធ្វើវស៊ីទាំង5យ៉ាង1ជំនាញក្នុងការនឹក2ជំនាញក្នុងការពិចារណា3ជំនាញក្នុងការចូល4ជំនាញក្នុងការទៅឋាន5ជំនាញនៅក្នុងការចេញអំពីឈានទៅតាមការពេលវេលាដែលយើងបានកំណត់ឥឡូវនេះយើងមកធ្វើវស៊ីក្នុងបឋមឈានតើក្នុងបឋមឈានត្រូវធ្វើវស៊ីយ៉ាងម៉េចការធ្វើវស៊ីនៅក្នុងបឋមឈាននេះគឺត្រូវធ្វើ4បលាំងណាត្រូវធ្វើ4បលាំងអញ្ចឹង
ឡើយនេះវិធីធ្វើណាសូមអ្នកបប្រតិបត្តិអង្គុយសមាធិបិទភ្នែកចុះហើយបិទភ្នែកប៉ាប់គាត់ណាបិទភ្នែកប៉ាប់ក្នុងគណៈពេលហ្នឹងបើសិនតែអាចហ្នឹងគឺគាត់នឹកប៉ាប់ឲ្យពន្លឺបតិភិកនិមិត្តហ្នឹងមកតែម្ដងតែបើសិនថាមកមិនលឿនចឹងទេគាត់ណាដកដង្ហើមមួយចឹងទៅខ្យល់ដកដង្ហើមចូលទៅវឹបអញ្ចឹងពន្លឺបតិភិកនិមិត្តកើតឡើងនឹងក៏ឈ្មោះថាលឿនដែរឬចង្ការពេលខ្លះអាចថាប្រើរយៈពេលប្រហែលជា 5-6 វិនាទីហ្នឹងថាយ៉ាងយូរបំផុតគឺកន្លះនាទីណាអាហ្នឹងគឺឲ្យពន្លឺបតិភិកនិមិត្តហ្នឹងប្រកបឡើងអាហ្នឹងគឺឈ្មោះថាជំនាញហើយតែបើថាកាន់តែល្អគឺគាត់បិទភ្នែកប៉ាប់គឺឃើញពន្លឺនៅនឹងតែម្ដងអាហ្នឹងគឺថាជំនាញនៅក្នុងការនឹកអញ្ចឹងគាត់បិទភ្នែកប៉ាប់ឲ្យពន្លឺបតិភិកនិមិត្តហ្នឹងកើតឡើងវឹបមកតែម្ដងអញ្ចឹងក្រោយពេលដែលពន្លឺបតិភិកនិមិត្តកើតឡើងវឹបអញ្ចឹងហើយនៅក្នុងគណៈពេលហ្នឹងធ្វើពន្លឺបតិភិកនិមិត្តហ្នឹងឲ្យភ្លឺច្បាស់នៅការនៃភ្លឺច្បាស់ខ្លាំងហើយក្នុងគណៈពេលហ្នឹងគឺពិចារណាអង្គឈានទាំង5តែម្ដងគឺពិចារណាថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយនៅពេលដែលអ្នកបប្រតិបត្តិពិចារណាថាអង្គឈានទាំង5គ្រប់បរិបូរណ៍ហើយប៉ុណ្ណឹងគឺឈ្មោះថាយើងបានចូលទៅកាន់នៃបឋមឈានហើយនៅពេលដែលចូលទៅកាន់បឋមឈានហើយនៅក្នុងគណៈពេលហ្នឹងគឺធ្វើឲ្យពន្លឺបតិភិកនិមិត្តហ្នឹងភ្លឺខ្លាំងចូលទៅបានប្រហែលជា5នាទីឬចង្ការពេលខ្លះបើសិនតែក្នុងគណៈពេលយើងចូលទៅភ្លឹបក្នុងគណៈពេលហ្នឹងពន្លឺនៅខ្លាំងដដែលអញ្ចឹងអត់មានធ្លាក់ចុះទេគឺអធិដ្ឋានពេលហ្នឹងក៏បានដែរអធិដ្ឋានថាសូមឲ្យខ្ញុំកណានៅជាមួយនឹងពន្លឺបតិភិកនិមិត្តដែលជាបឋមឈាននេះរយៈពេល1ម៉ោងឬតែក៏នៅជាមួយនឹងពន្លឺបតិភិកនិមិត្តហ្នឹងទៅរយៈពេល1ម៉ោងហើយដល់ពេលដល់ម៉ោងនឹងចេញមកខ្លួនឯងអញ្ចឹងពេលដែលចេញមកហ្នឹងក្នុងការចេញចាកអំពីឈានហ្នឹងហើយចេញចាកពីសមាធិអាត្មាបានប្រាប់មកហើយបានអធិប្បាយមកហើយកាលពីនៅក្នុងខ្សែអត្ថមុនហ្នឹងគឺចេញមកលក្ខណៈវាមិនបានប្រាប់មកហើយពេលហ្នឹងគឺវានឹងចេញមកខ្លួនឯងពេលដែលចេញមកវើផាយក្នុងគណៈពេលហ្នឹងយើងបើកភ្នែកមើលតាត្រង់1ម៉ោងត្រង់ដែរក៏អត់បើកាលណាអត់តន់ត្រង់1ម៉ោងទេធ្វើសារថ្មីឡើងវិញឲ្យតតែចេញមកឲ្យបាន1ម៉ោងត្រឹមឬក៏ខ្វះ5នាទីទើបបាន1ម៉ោងឬក៏លើស5នាទីក៏យកជាការបានតែបើថាមិនតន់ត្រង់ទេធ្វើទៀតធ្វើរឿយធ្វើច្រើនបលាំងតតែត្រង់ទើបបានឈ្មោះថាធ្វើនៅវស៊ីបឋមឈានបលាំងទី1បានអញ្ចឹងនៅពេលដែលធ្វើបលាំងទី1បានហើយរយៈពេល1ម៉ោងនឹងបានហើយគឺយើងទៅធ្វើវស៊ីរបស់បឋមឈានហ្នឹងគឺ4បលាំងទី1គឺ1ម៉ោងបលាំងទី2គឺ1ម៉ោងកន្លះបលាំងទី3ក៏2ម៉ោងបលាំងទី4 3ម៉ោងអានេះគឺសម្រាប់បុរសតែបើសម្រាប់ស្ត្រីវិញគឺ1ម៉ោងកន្លះ2ម៉ោងអានេះគឺសម្រាប់មនុស្សស្រីណាអញ្ចឹងគឺនៅក្នុងការដែលបប្រតិបត្តិហ្នឹងគឺឲ្យអ្នកបប្រតិបត្តិតាមដោយដែលអាត្មាបានអធិប្បាយហ្នឹងទៅនឹងគឺឈ្មោះថាការធ្វើនៅវស៊ីរបស់បឋមឈានហើយបើកាលណាយើងធ្វើនៅវស៊ីរបស់បឋមឈានហើយបានរួចរាល់ហើយគ្រប់ទាំង5គ្រប់ទាំង4បលាំងហ្នឹងនឹងឈ្មោះថាបឋមឈានរបស់យើងហ្នឹងគឺគង់វង្សបានល្អហើយតទៅហ្នឹងគឺយើងចង់បរិចង់បរួមចង់លេងនិមិត្តអីលេងមិនក៏លេងទៅឡើងអីខ្ពស់ព្រោះក្នុងគណៈពេលហ្នឹងគឺយើងអាចពួកយើងបានធ្វើវស៊ីអីរួចរាល់អស់ហើយប៉ុន្តែបើតារាបណាមិនទាន់បានធ្វើវស៊ីទេកុំទាន់លេងនិមិត្តវានឹងបាត់ទៅណាទោះបីជាបានបឋមឈានមកហើយនឹងក៏ដោយក៏កុំទាន់អាចបរិចបរួមអីហ្នឹងតែបើថាយើងធ្វើវស៊ីជាប់រួចរាល់ហើយអាហ្នឹងចង់លេងវាមិនក៏បានដែរចង់ពវល់ដូចទៅចកងចាក់ឬក៏ចង់ធ្វើឲ្យនិមិត្តចេញមកពលឺនឹងឲ្យចេញដូចជាព្រះអាទិត្យ 3-4 ដួងព័ទ្ធជុំវិញឲ្យភ្លឺដូចជាឆោពណ៌រាំងសីអីហ្នឹងក៏ធ្វើបានអត់អីទេណាចំពោះនេះដែលបានឈានហ្នឹងគឺអាចធ្វើការដែរតែបើចំពោះអ្នកមិនបានទេស្ដាប់ទៅសិនទៅណាអញ្ចឹងគឺអាហ្នឹងគាត់ផ្ដាំប៉ុណ្ណឹងណាក្រោយពេលដែលអ្នកបប្រតិបត្តិហ្នឹងអាចធ្វើវស៊ីហើយនិមិត្តហ្នឹងក៏យើងអាចបរិចបរួមនឹងបានបងអញ្ចឹងក៏នៅក្នុងការធ្វើវស៊ីហ្នឹងក៏និយាយមកច្រើនបន្តិចណាពីព្រោះត្រូវឈានតទៅហ្នឹងគឺត្រូវធ្វើទំនងដូចគ្នានឹងឯងណាព្រោះនៅក្នុងការធ្វើវស៊ីហើយអញ្ចឹងនៅក្នុងគណៈនៅក្នុងការធ្វើបលាំងវែង1ម៉ោងកន្លះ2ម៉ោង3ម៉ោងហ្នឹង
ប៉ុន្តែនៅក្នុងមុនពេលដែលយើងទៅអង្គុយអញ្ចឹងឬក៏មុនពេលដែលយើងដូចថាយើងធ្វើបលាំង1ម៉ោងបានហើយតែបលាំងតទៅ1ម៉ោងកន្លះហ្នឹងយើងអត់ទាន់បានធ្វើហើយដើម្បីសាកពិសោធន៍មើលតើយើងអាចចេញមកត្រង់ពេលទេដោយដែលអាត្មាបានប្រាប់ហ្នឹងជួនកាលពេលខ្លះនៅក្នុងគណៈពេលដែលឧទាហរណ៍ថានៅក្នុងគណៈពេលដែលយើងកំពុងអង្គុយបទពិសោធន៍របស់អ្នកបប្រតិបត្តិខ្លះនៅពេលដែលពិចារណាអាហារហើយតម្រង់ជួរមុនពេលដួសចង្ហាន់អញ្ចឹងទៅតម្រង់ជួរអញ្ចឹងទៅលោកក៏ឈរទៅឈរក៏បិទភ្នែកទៅក៏ចូលឈានរបស់លោកផ្លុកទៅលោកអធិដ្ឋានដល់ពេលវរៈខ្ញុំកណាទៅដួសចង្ហាន់សូមឲ្យខ្ញុំកណាចេញអំពីបឋមឈានអញ្ចឹងលោកក៏ចូលនៅក្នុងឈានរបស់លោកអញ្ចឹងទៅដល់ពេលដល់ត្រូវវរៈដែលលោកត្រូវដួសចង្ហាន់ហ្នឹងពេលហ្នឹងគឺចេញអំពីឈានមកតែម្ដងចេញមកគឺត្រង់ពេលណាឬក៏ចង្ការពេលខ្លះនៅក្នុងគណៈពេលដែលកំពុងអង្គុយស្ដាប់ឱវាទព្រះចាលោកឲ្យសម្ដែងលោកសម្ដែងធម៌អីចឹងទៅមិនទាន់បានឆាន់ក៏អង្គុយចាំហ្នឹងទៅក៏ចូលសមាធិទៅចូលឈានទៅហើយក៏អធិដ្ឋានថានៅពេលណាដែលព្រះភិក្ខុចាប់ដើមឆាន់សូមឲ្យខ្ញុំកណាចេញអំពីបឋមឈាននេះហើយក៏នៅជាមួយនឹងពលិបតិភិក្ខនិមិត្តហ្នឹងទៅដល់ពេលលោកសម្ដែងធម៌ចប់លោកទេសចប់លោកសូត្រចប់ដល់ពេលហ្នឹងចេញអំពីឈានហើយពេលដែលចេញអំពីឈានមកពុបយើងបើកមើលតើបើកផ្នែកមើលតើមានអង្គណាចាប់ដើមឆាន់មុនគេទេបើកផ្នែកឃើញពុបអូនោះអង្គនោះចាប់ដើមឆាន់ហើយយើងចេញមកគឺក្នុងគណៈពេលដែលលោកកំពុងដួសចង្ហាន់ដាក់មាត់ផ្លុកពេលហ្នឹងគឺខ្លួនយើងចេញអំពីឈានភ្លេចមកតែម្ដងមើលទៅបើថាឃើញចឹងបានអាហ្នឹងបានន័យថាការអធិដ្ឋានរបស់យើងហ្នឹងត្រង់ការពេលវេលាល្អប្រការអធិដ្ឋានដែលត្រង់ពេលបានល្អអញ្ចឹងគឺតកតងនៅក្នុងការប្រើប្រាស់នៃអរិយាបថផងដែរណាចាំមានពេលស្មើនឹងអធិប្បាយតកតងទៅជាមួយនៅក្នុងការប្រើប្រាស់អរិយាបថទាំង4ហ្នឹងឲ្យបានស្មើគ្នាយ៉ាងម៉េចពីព្រោះកាលណាបើយើងមិនបានប្រើប្រាស់នៃអរិយាបថទាំង4នៅក្នុងការធ្វើសមាធិនៅក្នុងការបប្រតិបត្តិកម្មដ្ឋានទេវាមានបញ្ហានៅក្នុងការអធិដ្ឋានហ្នឹងពេលខ្លះវាអត់ត្រូវពេលដល់ពេលអត់ត្រូវពេលក៏ជាការលំបាកផងដែរនៅក្នុងការដែលយើងធ្វើវស៊ីធ្វើអីហ្នឹងព្រោះហើយជាងការពេលខ្លះឧទាហរណ៍ថានៅក្នុងគណៈពេលដែលបិណ្ឌបាតដល់តែមែនតែនទៅនៅពេលអ្នកដែលលោកស្ទាត់ជំនាញពេលតែបិណ្ឌបាតតាមភូមិហ្នឹងក៏លោកអាចធ្វើបានដែរព្រោះដាក់បាតតាមភូមិហ្នឹងដាក់ហ្នឹងគឺដោយច្រើនញាតិញោមនៅថៃហ្នឹងគាត់អង្គុយអញ្ចឹងគាត់អង្គុយយើងលោកដូចថាលោក10អង្គដាក់មួយអង្គរស់មកដល់យើងគឺយើងឈរចាំតែនឹងសិនចូលឈានផ្លុកក៏ទៅថាដល់ពេលវរៈខ្ញុំកណាទៅទទួលចង្ហាន់សូមឲ្យចេញអំពីឈានអញ្ចឹងបើផ្នែកផ្លឹបចូលឈានទៅហើយដល់ពេលញោមក៏ដាក់ចង្ហាន់ដាក់មកដល់កន្លែងយើងปั๊បក៏នៅមុនដល់កន្លែងយើងមួយអង្គហ្នឹងពេលហ្នឹងគឺចេញអំពីឈានមកល្មមហើយចេញពីឈានមកក៏ទទួលចង្ហាន់ញោមតែអាហ្នឹងក៏ជាការអនុគ្រោះញោមផងដែរណាដើម្បីជាការអនុគ្រោះញោមផងដែរហើយហ្នឹងក៏ជាវិធីដែលអ្នកបប្រតិបត្តិបានហ្នឹងគឺលោកធ្វើលោកប្រើជាញឹកញយដើម្បីអនុគ្រោះដល់អ្នកស្រុកផងដែរហើយជាបុណ្យដល់ប្រសើរដែលញាតិញោមគាត់បានដាក់ចង្ហាន់ដាក់អីហ្នឹងគឺចំពោះអ្នកដែលទៅចេញអំពីឈាននោះព្រោះអាហ្នឹងគឺអធិប្បាយឲ្យអ្នកបប្រតិបត្តិបានជ្រាបសេចក្តីនឹងតាមហ្នឹងណាឥឡូវរំលឹកម្ដងទៀតណាក៏និយាយវែងថ្ងៃនេះដូចនិយាយវែងតិចណាអញ្ចឹងទៅគឺម្ដងទៀតការធ្វើវស៊ីគឺត្រូវធ្វើនៅជំនាញទាំង5យ៉ាងមួយជំនាញក្នុងការនឹកនៅពលិបតិភិក្ខនិមិត្ត2ជំនាញក្នុងការពិចារណាអង្គឈានទាំង5 3ជំនាញនៅក្នុងការចូលឈាន4ជំនាញនៅក្នុងការអធិដ្ឋានឲ្យនៅក្នុងឈាន5ជំនាញក្នុងការចេញចាកអំពីឈានឲ្យត្រង់តាមកាលពេលវេលាហើយធ្វើនៅក្នុងបឋមឈានហ្នឹងគឺ4បលាំងក្នុងមួយបលាំងទី1គឺ1ម៉ោងបលាំងទី2គឺ1ម៉ោងកន្លះបលាំងទី3គឺ2ម៉ោងបលាំងទី4គឺ3ម៉ោងប៉ុន្តែសម្រាប់ស្ត្រីវិញសម្រាប់មនុស្សស្រីវិញគឺឲ្យធ្វើត្រឹមតែ2ម៉ោងទេគឺ1ម៉ោង1បលាំងទី2 1ម៉ោងកន្លះបលាំងទី3គឺ2ម៉ោងអានេះគឺសម្រាប់ញាតិញោមស្រីណាពរសូមចម្រើនពរអញ្ចឹងក៏សូមអ្នកបប្រតិបត្តិទាំងអស់តាំងចិត្តបប្រតិបត្តិហើយក៏សូមឲ្យបានទទួលបានលទ្ធផលជោគជ័យនៅក្នុងការធ្វើវស៊ីរបស់បឋមឈាននេះពរសូមចម្រើនវិធីចូលកាន់ទុតិយឈានក្រោយពេលដែលអ្នកបប្រតិបត្តិបានបឋមឈានបានធ្វើវស៊ីរៀបរយរួចរាល់អស់ហើយតទៅនេះអ្នកបប្រតិបត្តិនឹងចូលទៅកាន់ទុតិយឈានដំណាក់កាលដំបូងគឺសូមឲ្យអ្នកបប្រតិបត្តិនឹងគឺចូលបឋមឈានសិន
ទី1គឺត្រូវចូលបឋមឈានហ្នឹងហើយក៏នៅក្នុងបឋមឈានហ្នឹងរយៈពេល10នាទីនៅក្នុងខណៈពេលដែលនៅក្នុងបឋមឈានហ្នឹងបាន10នាទីហើយពន្លឺបតិភិក្ខនិមិត្តហ្នឹងភ្លឺខ្លាំងនៅក្នុងខណៈពេលហ្នឹងសូមឲ្យអ្នកបប្រតិបត្តិហ្នឹងមកពិចារណាទោស2យ៉ាងរបស់បឋមឈានទោស2យ៉ាងគឺ1បឋមឈាននៃចិត្តនិវរណធម៌នៅមានសេចក្តីអន្តរាយនៅឡើយទេ2វិតកៈនិងវិចារៈជាធម្មជាតិដែលនៅក្រោតក្រៀតនៅឡើយទេរួចហើយគឺឲ្យមកពិចារណាគុណរបស់ទុតិយឈានហ្នឹង2យ៉ាងគុណរបស់ទុតិយឈាន2យ៉ាង1គឺទុតិយឈានឆ្ងាយអំពីបឋមឈាន2ទុតិយឈានមានអង្គឈាន3យ៉ាងគឺបៃតេសុខៈឯកកតាជាធម្មជាតិដែលល្អិតជាងប្រសើរជាងនិងប្រណិតជាងរួចហើយក៏សូមឲ្យអ្នកបប្រតិបត្តិហ្នឹងគឺបង្អោនចិត្តចូលទៅកាន់ទុតិយឈានតែម្ដងទៅបង្អោនចិត្តនេះគឺនៅក្នុងគណៈហ្នឹងចិត្តយើងបង្អោនទៅតែសតិរបស់យើងហ្នឹងគឺនៅជាមួយនឹងពន្លឺបតិភិក្ខនិមិត្តហ្នឹងគឺរក្សានៅពន្លឺបតិភិក្ខនិមិត្តហ្នឹងឲ្យនៅនឹងត្រង់ហ្នឹងដើម្បីនឹងត្រៀមលះនៅអង្គឈានទាំងពីរយ៉ាងគឺលះនៅវិតកៈហើយនិងវិចារៈនៅក្នុងគណៈពេលដែលលះនៅអង្គឈានហ្នឹងគឺនៅក្នុងគណៈពេលហ្នឹងគឺយើងនឹងឃើញនៅសភាពដែលចេញពីបឋមឈានចូលទៅកាន់ទុតិយឈានហ្នឹងហើយនៅក្នុងការដែលពិចារណាទោសរបស់បឋមឈាននិងការពិចារណាគុណរបស់ទុតិយឈានហ្នឹងគឺឲ្យធ្វើនៅក្នុងគណៈពេលដែលពន្លឺបតិភិក្ខនិមិត្តហ្នឹងភ្លឺខ្លាំងច្បាស់ល្អចាំពិចារណាដើម្បីនឹងបង្អន់ចិត្តចូលទៅកាន់នៅទុតិយឈានហើយនៅក្នុងគណៈពេលដែលចូលទៅគឺបើសិនតែសមាធិរបស់អ្នកបប្រតិបត្តិមានកម្លាំងខ្លាំងគ្រាន់តែយើងពិចារណាទោសហើយពិចារណាគុណរបស់ទុតិយឈានប៉ុណ្ណឹងរួចទៅក៏បង្អន់ចិត្តចូលទៅគឺនឹងទៅវឹបតែម្ដងនៅក្នុងគណៈពេលដែលចូលទៅគឺយើងនឹងឃើញនៅសភាពក្នុងការប្លែករវាងបឋមឈាននិងទុតិយឈានពេលចូលទៅដល់យើងឃើញថាសភាពនៃការនឹងរបស់ចិត្តពន្លឺដែលជាពន្លឺបតិភិក្ខនិមិត្តនឹងជាដើមគឺនឹងភ្លឺច្បាស់ជាងបឋមឈានហើយភាពនឹងរបស់ចិត្តហ្នឹងក៏នឹងថ្កល់ជាងបឋមឈានបើប្រៀបធៀបទៅជាមួយនឹងរថយន្តវិញគឺបឋមឈានដូចលេខ1អញ្ចឹងដូចដាក់លេខ1អញ្ចឹងដល់ពេលចូលទុតិយឈានដូចយើងដាក់លេខ2អញ្ចឹងទៅតាមលំដាប់អញ្ចឹងគឺយើងឃើញនៅសភាពរបស់ក្នុងការផ្លាស់ប្ដូរពីបឋមឈានទៅកាន់ទុតិយឈានហ្នឹងតែបើសិនតែសម្រាប់សមាធិរបស់អ្នកដែលមិនសូវមានកម្លាំងឬក៏យើងទៅពិចារណានៅក្នុងគណៈពេលដែលពន្លឺបតិភិក្ខនិមិត្តមិនសូវភ្លឺហើយយើងទៅពិចារណានៅក្នុងគណៈពេលហ្នឹងចូលបានដូចគ្នាប៉ុន្តែរឿងយឺតនឹងរបៀបម៉េចទៅគឺបើសិនតែសម័យបច្ចុប្បន្ននេះគឺប្រៀបធៀបទៅដូចយើងប្រើអ៊ីនធឺណិតដែលវាយឺតអញ្ចឹងទៅមកសបកអន្តទៅបានសភាពយើងឃើញសភាពខុសគ្នារវាងបឋមឈានហ្នឹងហើយនិងទុតិយឈានហ្នឹងឃើញផ្សេងគ្នាហើយក៏ឃើញសភាពពន្លឺបតិភិក្ខនិមិត្តហ្នឹងប្រកបឡើងប៉ុន្តែដែលឃើញច្បាស់ជាងគេដំបូងហ្នឹងគឺអាការៈរបស់បៃតិហ្នឹងគឺនឹងប្រកបឡើងនៅក្នុងគណៈពេលដែលយើងចូលទៅកាន់ទុតិយឈាននោះនេះគឺសម្រាប់អ្នកបប្រតិបត្តិហ្នឹងក៏ពេលដែលបប្រតិបត្តិដល់ចំណុចហ្នឹងហើយធ្វើតាមដែលអាត្មាប្រាប់ហ្នឹងទៅគឺនឹងជួបនៅសភាវៈនោះហើយចំពោះអ្នកដែលបប្រតិបត្តិមកដល់ចំណុចហ្នឹងគឺមិនចាំបាច់ឆ្ងល់ថាអីចុះបង្អន់ទៅប៉ុណ្ណឹងទៅបានដែរទេធ្វើសិនទៅណាធ្វើទៅអ្នកនឹងជួបដោយខ្លួនឯងហើយនៅក្នុងគណៈពេលដែលចូលនៅក្នុងទុតិយឈានហ្នឹងនៅក្នុងគណៈពេលហ្នឹងនៅពេលដែលចូលទៅដល់ពេលដែលពន្លឺបតិភិក្ខនិមិត្តប្រកបឡើងច្បាស់ខ្លាំងចិញ្ចាចនៅក្នុងទីចំពោះមុខហើយសភាពនឹងរបស់ចិត្តនៅក្នុងទុតិយឈានហ្នឹងហើយយើងសង្កេតមើលឃើញអូលក្ខណៈរបស់បៃតិអាការៈចេញមកប្រកបច្បាស់ជាងគេនៅក្នុងទុតិយឈានហ្នឹងហើយឲ្យយើងឃើញឲ្យស្គាល់អំពីសភាវៈ
ហើយត្រូវចាំទុកណាតែចាំទុកសភាវៈរបស់ទុតិយឈានហ្នឹងអូសភាវៈរបស់ទុតិយឈានគឺបែបនេះแหละគឺបតិភិកនិមិត្តគឺបែបនេះហើយសេចក្តីនឹងរបស់ចិត្តហ្នឹងគឺបែបនេះឲ្យយើងចាំនៅសភាវៈហ្នឹងទុកព្រោះដល់ពេលយើងបប្រតិបត្តិទៅចងខ្ពស់ហ្នឹងទៀតទៅគឺអត់បានទៅត្រាំយូរអីអញ្ចឹងឯងគឺដូចជានៅក្នុងគណៈពេលយើងធ្វើសមាបត្តិជាដើមហ្នឹងគឺត្រូវចូលចេញចូលលឿនណាស់អញ្ចឹងទៅឲ្យយើងចាំនៅសភាវៈហ្នឹងទុកអញ្ចឹងនៅក្នុងគណៈពេលដែលចូលទៅការទុតិយឈាននឹងปั๊បនៅក្នុងគណៈពេលហ្នឹងបើសិនប្រៀបធៀបទៅជាមួយនឹងការប្រើកុំព្យូទ័រវិញតាក់ទងទៅជាមួយនឹងការបញ្ជាម៉ាស៊ីនព្រីនវិញដូចដែលយើងចុចបញ្ជាម៉ាស៊ីនព្រីនปั๊បទៅម៉ាស៊ីនព្រីនហ្នឹងអត់ទាន់ដើរទេនៅមួយសបកទៅបានគ្រីកគ្រប់ដូចគ្នាអញ្ចឹងការចូលការផ្លាស់ប្ដូរពីបឋមឈានចូលទៅការទុតិយឈានសម្រាប់អ្នកបប្រតិបត្តិលើកដំបូងថ្មីគឺអញ្ចឹងឯងណាតែដល់ពេល start យូរទៅហើយគឺលឿនហើយអញ្ចឹងនៅក្នុងគណៈពេលដែលយើងចូលទៅកាន់ទុតិយឈានហ្នឹងនៅក្នុងគណៈពេលដែលយើងសង្កេតឃើញទៅអូសភាវៈនេះបៃតេបែបនេះសភាពនឹងរបស់ចិត្តបែបនេះមកគ្រប់ហើយពលឺបតិភិកនិមិត្តហ្នឹងក៏ច្បាស់ល្អគឺភ្លឺខ្លាំងជាងបឋមឈានទៀតណានៅក្នុងគណៈពេលហ្នឹងណាក៏ភ្លឺខ្លាំងល្អហើយឃើញថាគ្រប់បរិបូរហើយឲ្យយើងពិចារណាអង្គឈានតែម្ដងទៅយើងពិចារណាអង្គឈានដោយធ្វើទុកក្នុងចិត្តដោយព្រមទទួលថាបៃតេសុខៈឯកកតាគ្រប់បរិបូរហើយនៅក្នុងគណៈពេលដែលយើងបានពិចារណាព្រមទទួលនៅអង្គឈានទាំង3អញ្ចឹងនៅក្នុងគណៈពេលនោះឈ្មោះថាអ្នកបប្រតិបត្តិបានចូលទៅកាន់នៅទុតិយឈានដោយបរិបូរណ៍ហើយនៅក្នុងគណៈពេលដែលយើងពិចារណាទោសរបស់បឋមឈានហ្នឹងគឺនៅក្នុងគណៈពេលដែលយើងពិចារណាហ្នឹងគឺក្នុងហ្នឹងគឺយើងចេញអំពីឈានហ្នឹងណាចេញអំពីឈានហើយប៉ុន្តែពលឺបតិភិកនិមិត្តគឺនៅប៉ុន្តែក្នុងគណៈពេលដែលយើងពិចារណាទោស2យ៉ាងរបស់បឋមឈានហើយនឹងពិចារណានៅគុណ2យ៉ាងរបស់ទុតិយឈាននៅក្នុងគណៈពេលហ្នឹងគឺយើងមិនបាននៅក្នុងឈានទេគឺចេញអំពីឈានហើយប៉ុន្តែនៅក្នុងគណៈពេលដែលបង្អោនចិត្តចូលទៅកាន់ទុតិយឈានហើយនៅក្នុងគណៈពេលដែលយើងព្រមទទួលថាបៃតេសុខៈឯកកតាអង្គឈានទាំង3គ្រប់បរិបូរណ៍ហើយពេលយើងព្រមទទួលក្នុងចិត្តអញ្ចឹងនៅក្នុងគណៈពេលហ្នឹងឈ្មោះថាអ្នកបប្រតិបត្តិបានចូលទៅកាន់ទុតិយឈានដោយបរិបូរណ៍អញ្ចឹងនៅក្នុងគណៈពេលដែលអ្នកបប្រតិបត្តិបានចូលទៅកាន់នៅទុតិយឈានដោយបរិបូរណ៍ហើយសូមឲ្យអ្នកបប្រតិបត្តិនៅក្នុងទុតិយឈានហ្នឹងគឺចំនួន3បលាំងដំបូងហ្នឹងគឺពេលដែលចូលទៅហើយគឺឲ្យអធិដ្ឋានទៅណាអធិដ្ឋាននៅពេលដែលពលឺភ្លឺខ្លាំងច្បាស់ល្អហើយអធិដ្ឋានថាសូមឲ្យខ្ញុំករុណានៅជាមួយនឹងពលឺបតិភិកនិមិត្តរបស់ទុតិយឈាននេះរយៈពេល3ម៉ោងឬបើសិនតែសមាធិរបស់អ្នកបប្រតិបត្តិល្អហើយយើងចូលទៅមិនចាំបាច់អធិដ្ឋានក៏បានដែរគឺនៅឲ្យយូរបំផុតតាមដែលយើងអាចនៅទៅបាននៅកាន់តែយូរកាន់តែល្អណានៅកាន់តែយូរកាន់តែល្អអាហ្នឹងគឺបលាំងដំបូងគឺឲ្យបាន3ម៉ោងហើយបលាំងទី2 2ម៉ោងបលាំងទី3 2ម៉ោងហ្នឹងឲ្យបាន3បលាំងណាគឺបលាំងទី1 3ម៉ោងបលាំងទី2 2ម៉ោងបលាំងទី3ក៏2ម៉ោងដូចគ្នាហ្នឹងគឺសម្រាប់អ្នកបប្រតិបត្តិចូលទៅកាន់នៅទុតិយឈានហើយក្រោយពេលដែលបានចូលទៅកាន់ទុតិយឈានល្អហើយនៅក្នុងគណៈពេលហ្នឹងគឺសូមឲ្យអ្នកបប្រតិបត្តិហ្នឹងក៏ធ្វើវស៊ីធ្វើនៅពេលដែលបប្រតិបត្តិគ្រប់បានទាំង3បលាំងហើយហ្នឹងក៏ធ្វើវស៊ីតតែម្ដងទៅហើយក្នុងការធ្វើវស៊ីហ្នឹងគឺដូចគ្នាទៅជាមួយនឹងការធ្វើវស៊ីរបស់បឋមឈាននឹងឯងគ្រាន់តែការពិចារណាអង្គឈានហ្នឹងអង្គឈានរបស់ទុតិយឈានមានតែ3ណាអញ្ចឹងការធ្វើវស៊ីរបស់ទុតិយឈានហ្នឹងគឺនៅក្នុងគណៈពេលដែលយើងធ្វើវស៊ីគឺឲ្យអ្នកបប្រតិបត្តិហ្នឹងចូលបឋមឈានសិនចូលទៅកាន់បឋមឈានរយៈពេល5នាទីហើយចេញពីបឋមឈានមកចូលទៅកាន់ទុតិយឈានហើយចូលទៅកាន់ទុតិយឈានហ្នឹងក៏នៅក្នុងគណៈពេលដែលពលឺបតិភិកនិមិត្តប្រកបច្បាស់ឡើងបានល្អហើយគ្រប់គ្រាន់ហើយឲ្យយើងអធិដ្ឋានព្រមទទួលនៅអង្គឈានរបស់ទុតិយឈានហ្នឹងថាអង្គឈានទាំង3គឺបៃតេសុខៈឯកកតាគ្រប់បរិបូរណ៍ហើយតទៅខ្ញុំកណាសូមនៅជាមួយនឹងពលឺបតិភិកនិមិត្តរបស់ទុតិយឈាននេះរយៈពេល1ម៉ោងអាហ្នឹងបលាំងទី1
ដល់ពេលបលាំងទី2គឺ1ម៉ោងកន្លះបលាំងទី3រយៈពេល2ម៉ោងហើយនឹងបលាំងទី4រយៈពេល3ម៉ោងអានេះគឺជាការធ្វើវ៉ាស៊ីនៅក្នុងទុតិយឈានណាក្នុងការធ្វើវ៉ាស៊ីនៅក្នុងទុតិយឈានក៏អញ្ចឹងក៏សូមឲ្យអ្នកបប្រតិបត្តិតាមដោយដែលបានអធិប្បាយហ្នឹងទៅនឹងក៏សូមឲ្យអ្នកបប្រតិបត្តិចូលទៅកាន់ទុតិយឈានព្រមទាំងការធ្វើវ៉ាស៊ីនឹងផងចឹងទៅហើយបើកាលណាធ្វើវ៉ាស៊ីនឹងចេញមកមិនត្រង់ពេលទេគឺធ្វើតតែចេញមកឲ្យត្រង់ពេលណាទៅបានឈ្មោះថាយកជាការបានបើកាលណាមិនទាន់ត្រង់ពេលទេគឺធ្វើឲ្យធ្វើទៀតឲ្យបានច្រើនលើកច្រើនសារជាទីបំផុតសូម